ជំរាបពរញាតិញោមនេះជាសកម្មភាពនៃការចែកចាយនៅគ្រឿងឧបភោគបរិភោគមានជាអង្គមីទឹកត្រីទឹកស៊ីអ៊ីវហើយនិងបច្ច័យចំនួន50,000រៀលក្នុងមួយគ្រួសារហើយក្នុងនោះគឺបានការឧបត្ថម្ភពីញោមឧបាសិកាខុងយុណាដែលគាត់ចូលយូរហើយប៉ុន្តែមិនទាន់បានចាត់ចែងរៀបចំឲ្យគាត់ឲ្យបានគ្រប់ជ្រុងជ្រោយដោយសារតែរវល់ហើយណាមួយចេះតែរមើលកន្លែងគ្រួសារណាដែលគាត់អត់ណាលំបាកខ្លាំងអញ្ចឹងបានចែកថ្ងៃនេះគឺខ្ញុំគណៈអាភិបណាបានចាត់ចែងថវិកាញោមឧបាសិកាខុងយុចំនួន$200រួមជាមួយនឹងឧបាសិកាផ្សេងរួមជាមួយញាតិញោមផ្សេងបានចាត់ចែងរៀបចំជាបន្តបន្ទាប់ថ្ងៃមុនគឺបានចែកទៅទាហាននៅធម្មតាហើយថ្ងៃនេះគឺបានចាត់ចែងរៀបចំជូនជនណាញោមញាតិញោមក្រីក្រដែលមានចំនួន15គ្រួសារនៅក្នុងក្រុងពោធិ៍សាត់ផងដែរខ្ញុំកណាប្រងជួយសង្កសីដែរជួយដែរប៉ុន្តែគាត់ទីដីជំរឿគាត់នៅបានអត់បាទលោកកូរ៉េគេមានជួយដែររស់ស៊ីមិនដឹងណាមិនដឹងដីមិននៅជ្រុកកូនជ្រុកតែប្តីមកអត់មានមកញ៉ៅលុយញ៉ៃឲ្យអត់អត់អីឯងមើលស៊ីតែជាមួយម៉ែតែអង្គរបស់មនុស្សជីវិតមនុស្សមានភពមានទីស៊ីមានបានជើជុំរុំរើតាមរយៈណាលោកកូនសិស្សនៅវត្តពាញេករួមជាមួយនឹងប្អូនណាឌិនសុជាងណាដែលធ្វើការនៅមន្ទីរសង្គមកិច្ចស្រេចណាដឹងពីកន្លែងគ្រួសារណាដែលអត់លំបាកអញ្ចឹងគឺងាយស្រួលនៅក្នុងការចុះចែកជាសម្ភារៈផ្សេងៗដល់ពួកគាត់ឲ្យបានគ្រប់ចំណែកផងដែរអញ្ចឹងมันមានបានអីច្រើនទេបានតែចំនួន15គ្រួសារជាការចែករំលែកហើយឃើញសកម្មភាពហើយញាតិញោមបានឃើញហើយថាពួកគាត់បានទទួលអំណោយគាត់ត្រេកអរដោយសារតែលោកគឺគាត់មានការជួបទុក្ខលំបាកខ្លាំងអញ្ចឹងយើងជួយក្នុងគ្រាលំបាកនោះគឺបានបុណ្យកុសលច្រើនណាស់អញ្ចឹងសូមបានជាចំណែកបុណ្យដល់ម្ចាស់ទានទាំងអស់គ្នាឲ្យបានសម្រេចនៅសេចក្តីសុខសេចក្តីចម្រើននិងជាពិសេសជួបពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីក្លៀងក្លៀតឡើយសូមអនុមោទនាជីកង់ដាក់កូនទៅបើឆ្នាំចុះគាត់ត្រូវទៅពេទ្យដែរអត់សុំគាត់ទៅមួយចឹងសុំទៅពេទ្យថាបានលោកទៅជួយអីលោកចឹងរបបណាំទៅគាត់ស្លាប់ទៅទៅឆ្នាំ4នេះស្លាប់ហើយចឹងនិយាយពីឆ្នាំឲ្យឆ្នាំទីអារម្មណ៍ជួយរួចរ៉ាំតែគាត់ខែតែមានខ្លាញ់ពីក្រអត់មានអាហារភ័យមេ